មនុស្សមិនមែនរស់ដើម្បីតែរស់នោះទេហេតុនេះហើយទោះបីនៅជំរំមានគេជួយក៏គ្រួសារយើងមិនដេកចាំបើកតែរបបបង្កស៊ីមួយខែនោះដែរយើងត្រូវប្រកបរបរចិញ្ចឹមជីវិតពីលើនឹងទៀតដើម្បីទ្រទ្រង់ជីវិតគ្រួសារក៏ម្ដាយពេលនោះម៉ែចំតុងចិត្តពេញរូបពេញរាងដែរហើយអ្វីដែលម៉ែត្រូវធ្វើបណ្ដោះសណ្ដែកបណ្ដោះហើយទូដើរលក់ឬក៏ត្រូវទៅអង្គុយនៅសម្រាប់ផ្ទះគេលក់នៅឯផ្សារពេលនោះម៉ែក៏ខ្លាចខ្មាស់គេតែម៉ែត្រូវតែសម្រេចចិត្តធ្វើវាព្រោះដើម្បីរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារថ្ងៃលក់ដំបូងម៉ែហាក់អៀនច្រើនជាមួយនឹងភ្នែកអ្នកដទៃដែលសម្លឹងមកកាន់ម៉ែហើយម៉ែហាក់មិនថ្នឹកជាមួយនឹងការងារនោះសោះតែពីមួយថ្ងៃទៅមួយថ្ងៃម៉ែលែងខ្វល់ពីភ្នែកដែលសម្លឹងមកកាន់ឬកំណត់ដែលគិតបែបណាចំពោះម៉ែទៀតហើយអ្វីដែលសំខាន់នោះគឺម៉ែលក់យកលុយទៅជួយគ្រួសារម៉ែបន្តលក់សណ្ដែកបណ្ដោះរហូតមានមួយជាច្រើនមកជួយទិញហូរហែមិនដែលសល់ដល់ផ្ទះថ្ងៃណាឡើយកូនសម្លាញ់ម្ដាយពេលខ្លះជីវិតរស់នៅក្នុងសង្គមមនុស្សបានបែងចែកនិងឲ្យតម្លៃរូបកូនរួចជាស្រេចទៅតាមឋានៈការងារឬក៏តួនាទីដែលកូនកំពុងធ្វើការបែងចែកបែបនេះហើយដែលធ្វើឲ្យកូនមានសភាពភ័យខ្លាចអាម៉ាស់ចំពោះខ្លួនឯងធ្វើការតូចទាបដោយដែលគេកំពុងតែយល់ឃើញរហូតដល់ពេលខ្លះកូនមិនចង់ប្រាប់ទេថាកូនកំពុងរកស៊ីឬប្រកបមុខរបរអ្វីប៉ុន្តែមិនដូច្នោះឡើយកូនម្ដាយម៉ែចង់ប្រាប់ថាដោយសារតែម៉ែមិនខ្លាចតែម៉ែសម្រេចចិត្តធ្វើវាដោយសារតែម៉ែខ្លាចរអាក្នុងការរស់នៅក្នុងភាពក្រីក្រក្នុងរយៈពេលវែងតែម៉ែសម្រេចចិត្តធ្វើវាក្នុងរយៈពេលខ្លីដើម្បីជួយសេដ្ឋកិច្ចគ្រួសារយើងឡើងវិញអញ្ចឹងហើយបើកូនមានភាពភ័យខ្លាចចំពោះរឿងអ្វីមួយក៏ដោយចូលកូនសម្រេចធ្វើវាដើម្បីបំបត្តិភាពភ័យខ្លាចនោះដូចម៉ែខ្លាចភាពអាម៉ាស់តែម៉ែសម្រេចចិត្តថាធ្វើវារហូតសាមថ្នឹកកូនក៏ដូចគ្នាបើកូនខ្លាចនឹងអ្វីមួយចូលកូនសម្រេចធ្វើវាបើធ្វើម្ដងហើយមិនខ្លាចមិនបាត់ខ្លាចចូលកូនធ្វើម្ដងទៀតរហូតតតែរលាយបាត់បើកូនម្ដាយខ្លាចក្នុងការរិះគន់ពីអ្នកដទៃចូលកូនធ្វើរឿងនោះដដែលរហូតដល់ពួកគេសំលេងនិយាយលេងថាឲ្យរូបកូនចូលរស់ដោយការប្រកាន់យកសក្តីភ័យខ្លាចជាមិត្តនោះកូននឹងក្លាហានម៉ែជឿថាកូនម៉ែមិនអន់នោះទេចូលសាក់លបងធ្វើជាអ្វីមួយដែលកូនមិនធ្លាប់ធ្វើឥឡូវនេះដើម្បីដោះខ្លួនឯងចេញពីភាពភ័យខ្លាច